thì thấm cái đạp điបាទជំរាបសួរហើយនឹងសួស្តីអ្នកទាំងអស់គ្នាជាពិសេសមិត្តអ្នកដើរបាទស្រាយសបុកស្រីសបុកសុខសប្បាយទាំងអស់គ្នាបាទថ្ងៃនេះយើងមានបេសកកម្មពិសេសយើងធ្វើដំណើរទៅស្រុកលំផាត់ហើយយើងទៅលេងបឹងភ្លោះអ្នកទាំងអស់គ្នាបាទអ្នកណាខ្លះដែលស្គាល់បឹងភ្លោះបាទអ្នកណាខ្លះសូមខមមិនក្នុងវីដេអូនេះម្នាក់មួយផងបាទអ្នកដែលមិនស្គាល់កុំមើលថាខ្ញុំមិនស្គាល់អ្នកដែលស្គាល់ហើយដាក់ខ្ញុំស្គាល់ហើយអញ្ចឹងណាតែអ្នកដែលមិនស្គាល់ចាំខ្ញុំដាក់ផ្លូវទៅកន្លែងបឹងភ្លោះនេះឬក៏ខ្ញុំដាក់ Google Map សម្រាប់អ្នកដែលមិនទាន់ស្គាល់បឹងភ្លោះអញ្ចឹងណាអ្នកទាំងគ្នាបាទអញ្ចឹងយើងឃើញថាចូលក្នុងផ្លូវនេះរៀងផ្លូវរៀងបបាក់សុទ្ធថ្មនេះទាំងគ្នាអើយថ្មច្រើនមែនតើចូលអញ្ចឹងណាបាទអញ្ចឹងចាំវីដេអូក្រោយទេខ្ញុំដាក់ផ្លូវវាមិនដំណើរការតាមដងផ្លូវវាស្អាតប៉ុណ្ណាអញ្ចឹងណាអ្នកទាំងគ្នាបាទយើងឃើញហើយនេះយើងចូលហើយចូលក្នុងបឹងភ្លោះហើយបាទផ្លូវចូលនេះគ្នាហើយយើងឡើងម៉ូតូហ្នឹងយើងឡើងទៅលើយើងដាក់ចូលក្រុមទេតែសារខ្លាចគេលួចអញ្ចឹងណាហើយយើងក៏ដាក់នៅលើទៅម៉ូតូកុំឲ្យគេលួចអញ្ចឹងណាបាទអញ្ចឹងដល់ភ្លាមឃើញថាអូឃើញតែដំជ្រៃដឹងហើយដំជ្រៃមកប៉ុណ្ណាណីក៏ដំជ្រៃហ្នឹងឲ្យប្រហែលចង់10នាក់ណាគ្នាអើយធំណាគ្នាធំមែនតើហ្មងបាទដំឈើនៅបឹងភ្លោះនេះដំឈើធំមែនតើណាគ្នាជុំវិញហ្នឹងគឺដំឈើដំឈើធំណាគ្នាអើយបាទមែនឃើញទេសក់ដំឈើខ្ពស់អូបាទហើយគេតោះយើងចូលទៅក្រោមទៀតចូលទៅក្រោមថានៅក្រោមហ្នឹងវាស្អាតប៉ុណ្ណាអញ្ចឹងណាអ្នកគ្នាយើងចូលទៅក្រោមទៅបាទតែទៅខ្ញុំទៅនេះល្ងាចអ្នកគ្នាអើយបាទនេះអានដំជ្រៃអានដំជ្រៃទូដាសធំឯងបាទនេះហើយគេថាបឹងភ្លោះបាទខ្ញុំក៏អធិស្ឋានអ្នកគ្នាដែរខ្ញុំទៅនេះខ្ញុំទៅពេលល្ងាចហើយខ្ញុំក៏អត់បានថតមកជាងទេទៅបឹងភ្លោះមាន2អ្នកគ្នាមាន2ទៅបានមកបឹងទេមកបឹងមួយទៀតខ្ញុំអត់បានទៅទេបាទចិត្តគ្នាដែរប៉ុន្តែវាល្ងាចដែរអញ្ចឹងណាខ្ញុំបានចុះទៅថតទេខ្លាចគេចាប់ទៅបាត់ទៅមិនធ្វើមិនទៅអញ្ចឹងណាខ្ញុំថតមកជាងបឹងទេអញ្ចឹងណាអ្នកគ្នាបាទនេះឃើញនេះយើងទីស្ពីគឺអែមទេអញ្ចឹងណានេះបានតលេងបឹងភ្លោះណាតាគ្នាអូឆ្ងាយដែរណាតាគ្នាពីកាត់ទៅ50គីឡូជាងដែរដល់នេះទីស្ពីទៅបឹងភ្លោះសត្វប្រៃសត្វដើមឈើធំអត់បើនិយាយពីដើមឈើនេះផែរាប់ឆ្នាំនេះធំនេះអូនេះនឹងអោបផា5 6នាក់10នាក់នេះធំវាដើមជ្រៃតាធំបាទដូចអ្នកមិនឃើញអញ្ចឹងមិញហ្នឹងដើមជ្រៃធំហ្នឹងគេអើយសូមគាត់ឲ្យអ្នកអោបបើសិនជាមិនយកមនុស្សទៅអោបផែ10នាក់ធំជុំវិញហ្នឹងណាបាទនេះដើមឈើធំនេះស្ថិតនៅក្នុងបឹងភ្លោះស្រុកលំផាត់យើងហ្នឹងអ្នកទាំងគ្នាបាទអញ្ចឹងយើងគិតថាមានបឹងជាច្រើនទៀតដែលខ្ញុំមិនទាន់បង្ហាញទេចាំវីដេអូក្រោយៗទៀតចាំខ្ញុំបង្ហាញបឹងសម្រាប់អ្នកទាំងគ្នាចង់ស្គាល់បឹងចង់ស្គាល់តំបន់ទេសចរក្នុងខេត្តរបស់យើងនៅកន្លែងណាខ្លះអញ្ចឹងណាអ្នកទាំងគ្នាហើយមួយទៀតខ្ញុំក៏បង្ហាញផ្លូវចូលដែរហើយវីដេអូនេះខ្ញុំអត់បានដាក់ផ្លូវចូលទេចាំវីដេអូក្រោយទៀតចាំខ្ញុំដាក់ផ្លូវចូលតាមណាជិះកាត់ភូមិណាភូមិណីអញ្ចឹងណាអ្នកទាំងគ្នាបាទនេះអែមមែនតើស្អាតនេះស្អាតអញ្ចឹងណាអ្នកគ្នាយើងទៅខែនេះរៀងស្អាតអញ្ចឹងហើយវាទៅខែរដូវវស្សារៀងបបាក់វិធានីផ្លូវអញ្ចឹងណាវិធានីផ្លូវឲ្យទឹកបើវាឡើងខ្លាំងដែរអញ្ចឹងណាអ្នកគ្នាបាទសារអ្នកគ្នាអញ្ចឹងបឹងភ្លោះនេះស្ថិតនៅក្នុងស្រុកលំផាត់យើងហ្នឹងហើយបើគិតពីចម្ងាយឆ្ងាយដែរអ្នកគ្នា50គីឡូពីក្រុងបណ្ដុងទៅបឹងភ្លោះនេះបាទទៅក្នុងស្រុកលំផាត់នេះមានច្រើនបឹងណាទី1បឹងលំគុតបឹងយ៉ាម៉ាយបឹងភ្លោះនេះហើយមានបឹងជាច្រើនទៀតតែខ្ញុំមិនទាន់បង្ហាញទេអញ្ចឹងណាបាទចាំក្រោយទៀតខ្ញុំដាក់បឹងយ៉ាម៉ាយអញ្ចឹងណាអ្នកគ្នាបាទអញ្ចឹងទីស្ពីនេះគឺស្អាតអញ្ចឹងណាអ្នកគ្នាធំមែនទេប៉ុណ្ណាអូខេអញ្ចឹងបឹងភ្លោះនេះស្ថិតនៅក្នុងស្រុកលំផាត់ហើយចាំខ្ញុំដាក់វីដេអូក្រោយៗទៀតផ្លូវចូលនៅតំបន់ណានៅកន្លែងណាអញ្ចឹងណាអូខេអញ្ចឹងនិយាយទៅរមណីយដ្ឋានក្នុងស្រុករបស់យើងមានច្រើនមែនតើរាប់អត់ទេគឺច្រើនមែនទេច្រើនខ្លាំងមែនតើច្រើនស្ទើរតែរាប់មិនអត់ទេគឺមានច្រើនខ្លាំងមែនតើអូខេអរគុណច្រើនសម្រាប់ការគោរពស្រឡាញ់ចាំយើងជួបវីដេអូក្រោយបាយបាយអរគុណច្រើនគ្នាបាយបាយ
ดับไรจงอุ้ยนี่ถมแม่กระดาษนี่อุ้ยมักอันไหนปั้นอันไหนโอ้ถมอ่ะถม